កាត់មកដល់ជួរភ្នំដ៏ស្រស់ស្អាតវាឃើញថាមានមនុស្សជាច្រើនកំពុងតែដើរឆ្លងកាត់ទីនោះហើយអ្នកខ្លះក៏ឈប់សម្រាកហូបបាយនិងញ៉ាំទឹកបន្ទាប់មកមនុស្សជាច្រើនបានមកប្រមូលរំគ្នាដើម្បីធ្វើការគោរពទៅដល់ព្រះចៅអធិការវត្តបន្ទាប់ពីធ្វើការគោរពរួចពួកគេក៏បានបន្តដំណើរទៅខាងមុខទៀតព្រះចៅអធិការវត្តរបស់យើងក៏បានដោះមុខចេញរួចក៏បានអង្គុយសម្រាកនៅលើគ្រែនៅក្រោមដើមឈើដ៏ធំមួយនោះយើងឃើញថាប្រជាអធិការវត្តក៏បានហូបទឹកបន្តិចពេលនោះយើងក៏បានឃើញថាហ្គាំយ៉ងរបស់យើងកំពុងតែដឹកនឹងប៉ារត់កាត់នោះដែរហ្គាំយ៉ងក៏បានហៅប្រជាជនរួចក៏បាននិយាយថាសំណាងណាស់ដែលបានជួបលោកនៅទីនេះហើយយើងឃើញថាប្រជាអធិការវត្តរបស់យើងក៏បានងាកទៅមើលហ្គាំយ៉ងបន្តិចប្រជាអធិការក៏បានហៅហ្គាំយ៉ងថាអូលោកកាំងរួចហ្គាំយ៉ងក៏បានសួរទៅប្រជាអធិការវត្តថាតើលោកកំពុងតែធ្វើដំណើរទៅណាហ្នឹងព្រះចៅអធិការវត្តក៏បានប្រាប់កម្មយន្តថាខ្ញុំទើបតែត្រឡប់មកពីវត្តបូខ្វាំងកម្មយន្តក៏លន់ថាវត្តបូខ្វាំងមែនទេវាពិតជាឆ្ងាយណាស់ណាហើយយើងក៏ឃើញទៀតដែរថាបិសាចដើមមុខក្រហមក៏ធ្វើដំណើរមកទីនេះដែរដើម្បីតែសម្រាប់ព្រះចៅអធិការវត្តរបស់យើងឃើញថាកម្មចុះនិងព្រះចៅអធិការវត្តនិយាយគ្នាសើចសប្បាយណាស់ហើយកម្មយន្តក៏បានថាបានហើយអញ្ចឹងជួបគ្នាពេលក្រោយណាប្រជាអធិការវត្តក៏បានតបថាអញ្ចឹងចោះកម្មយ៉ងក៏បានដើរចាក់ចេញទៅស្របពេលបិសាចដើមមុខក្រហមក៏បានមកដល់ចិត្តប្រជាអធិការវត្តរបស់យើងនៅតាមផ្លូវធ្វើដំណើរនោះកម្មយ៉ងក៏បានឃើញក្មេងៗពីរនាក់វាកំពុងតែដណ្ដើមគ្នាបន្ទឹកអាបងថាឲ្យយើងផឹកមុនហើយអាប្អូនក៏ថាអត់ទេឲ្យខ្ញុំផឹកមុនរួចយើងឮឃើញម្ដាយរបស់ពួកគេក៏បានប្រថាយើងប្រាប់ឲ្យមែនទេថាឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមកពេលនោះយើងឃើញថាក្មេងប្រុសដែលជាបងនោះក៏បានកញ្ចក់ពីប្អូនគេមួយទំហឹងបណ្ដាឲ្យឆ្នុកបិទកណ្រោបដបនោះក៏ពុកទឹកចេញមកខាងក្រៅប៉ុន្តែព្រាមនោះវាហាក់ដូចជាពេលវេលាបានស្កប់នៅមួយកន្លែងឆ្នេះដែរសំឡេងបិសាចដើមមុខក្រហមបានរំលើឡើងឆាងឆុងអញគឺស៊ូហុងជាកូនប្រុសរបស់ស៊ូវុនថ្ងៃនេះអញមកដើម្បីកាត់ទោសឯងចំពោះអំពើបាបដែលឯងបានប្រព្រឹត្តមើលតែប្រជាអធិការវត្តកំពុងតែកៀងស្កប់មិនដឹងថាមានរឿងអ្វីកើតឡើងបិសាចដើមមុខក្រហមក៏បានបើកការវាប្រហារទៅប្រជាអធិការវត្តរបស់យើងជាឃើញថាល្បឿនរបស់បិសាចដើរពិតជាលឿនណាស់ដែលជិតទៅដល់ពំពង់ករបស់ប្រជាអធិការវត្តប្រងនៅផ្ដាច់ជីវិតប្រជាអធិការវត្តទៅហើយប៉ុន្តែភ្លាមនោះយើងក៏បានឃើញដៃបរមម្នាក់មកចាប់ដៃអាវរបស់បិសាចដើមមុខក្រហមរបស់យើងធ្វើឲ្យបិសាចដើមមុខក្រហមមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏បានងាកទៅមើលកម្មយ៉ងទាំងការភ្ញាក់ផ្អើលហើយនឹងមិនជឿក្នុងចិត្តខ្ញុំសូមដូរបេសាច់ដើរបុកក្រហមហើយឈ្មោះគេគឺជាស៊ូហងវិញលោកនេះវាស៊ូវាខ្លីហើយស៊ូហាចឹងកំយ៉ងក៏បានសួរទាំងមកមិត្តថាតើឯងគឺជានរណាឯងគឺជាទាតុករមែនទេប៉ុន្តែស៊ូហងមិនបានឆ្លើយតបនឹងកំយ៉ងនោះទេបែរជាមើលទៅកាន់កំយ៉ងដោយភាពខំសម្បាពួកគេក៏បានសឹមលើមុខគ្នាទៅវិញទៅមកស៊ូហងក៏បានដកថយយ៉ាងលឿនធ្វើឲ្យពេលវេលាដើរមកជាធម្មតាដូចដើមវិញហើយពួកអាចារ្យកូនក្មេងពីរនាក់នោះក៏បានសេកពប់ទឹកប្រាឃើញថាកម្មយ៉ងរបស់យើងក៏ប៉ុន្តែឆ្ងល់ថាចំខំយ៉ាងនេះគេក៏និយាយហើយយើងក៏បានលើពួកអាក្មេងៗនោះស្រែកថាទេទឹកខ្ញុំក្រពុកអស់ហើយព្រះចៅអធិការវត្តក៏បានមានអារម្មណ៍ថាមកនេះដូចជាមានអ្នកណាគេនៅទីនេះហ៎ឃើញកម្មយ៉ងរបស់យើងក៏ប៉ុន្តែឈោសំឡងទៅមើលសូហងដែលគេខ្លួនទៅឡើងនៅដើមឈើព្រះចៅអធិការវត្តក៏ប៉ុន្តែនិយាយទៅថាសង្ស័យខ្ញុំចិត្តខ្លួនឯងហើយមើលទៅទឹកមុខរបស់សូហងមានការភ្ញាក់ផ្អើលហើយនឹងភ័យជាខ្លាំងហើយពួកគេក៏បានសម្លឹងមុខគ្នាទៅវិញទៅមកអស់រយៈពេល80ម៉ោងក្រោយមកសូហងក៏បានដកថយគេចពីកន្លែងដើមឈើនោះទៅបាត់ព្រះចៅអធិការវត្តក៏បាននិយាយឡើងថាសូនណាដូចជាធ្លាប់លើឈ្មោះនេះពីមុនហើយកម្មយ៉ងក៏បានមើលមុខប្រជាអធិការវត្តធ្វើមុខមើលហើយក៏បាននិយាយទៅកាន់ប្រជាអធិការវត្តថាលោកនៅធ្វើធម្មតាទៀតទាំងដែរលោកវិញនឹងបាត់បង់ជីវិតទៅហើយបាញ់មិញនេះរួចប្រជាអធិការវត្តងាកទៅមើលកម្មយ៉ងក៏មានការភ្ញាក់ផ្អើលបន្តិចរួចក៏បានសួរទៅកម្មយ៉ងថាមិនដេចក៏លោកមកទីនេះកម្មយ៉ងក៏និយាយទៅកាន់ប្រជាអធិការវត្តទាំងមុខខ្ជូថាមានធាតុករម្នាក់ព្យាយាមតាមសម្រាប់លោកណាតើលោកដឹងតាហេតុអ្វីទេអធិការវត្តក៏បានតបបែបសាបវិញថាធាតុករមែនហេតុអីទៅតែជាស្ទាវកម្មយ៉ងវិញធ្វើឲ្យកម្មយ៉ងរឿងសង្ហាចិត្តមិនយ៉ងក៏បានតបថាខ្ញុំក៏មិនដឹងដែរប៉ុន្តែលោកត្រូវតែប្រចាំខ្លួនឲ្យមានភាពណាឃើញថាកម្មយ៉ងក៏ត្រូវរបួសបន្តិចដែរកម្មយ៉ងក៏បានបន្តថាធាតុករដែលព្យាយាមតាមសម្រាប់លោកកាលពីមុននេះគេគឺជាអ្នកដែលមានក្បាច់គុណខ្លាំងក្លាម្នាក់ប្រជាអធិការវត្តរបស់យើងធ្វើដូចជាធម្មតាហើយក៏ប្រសិនអ្នកទាំងអស់គ្នាចង់លើកទឹកចិត្តខ្ញុំអាចស្កេន QR ខាងក្រោមនេះបានតិចក្តីច្រើនក្តីខ្ញុំទទួលយកទាំងអស់
ហើយសូមជួយចុច like និង subscribe និង comment ឲ្យខ្ញុំអ្នកមួយផងវាក៏ជាការលើកទឹកចិត្តឲ្យខ្ញុំនឹងបន្តធ្វើវីដេអូបន្តទៀតដែរអរគុណអ្នកទាំងអស់គ្នាបាននិយាយថាខ្ញុំនៅតែអាចបង្កើតឱកាសការងារឲ្យអ្នកដទៃបានសង្ស័យថាខ្ញុំនៅតែមានប្រយោជន៍ដល់ដែរមើលទៅរួចក៏បោះបំពង់រស័យដាក់ទឹកឲ្យកម្មយ៉ងហើយក៏បានបន្តថាកុំបារម្ភពីខ្ញុំអីទៅចុះប្រយ័ត្ននំប៉ាវហើយនឹងទឹកជ្រលុចរបស់ឯងត្រជាក់អស់ទៅជឿថាទឹកជ្រលុចអែមហ្មងកម្មយ៉ងក៏បានទទួលរស័យដាក់ទឹកនោះហើយក៏បាននិយាយថាបានប៉ុន្តែត្រូវតែថែរក្សាខ្លួនផងណាប្រជាអត្តកាវត្តយើងឃើញពួកក្មេងៗពីរនាក់នោះកំពុងតែអង្គុយយំអាប្អូនគេក៏បានយំថាយកវាឲ្យខ្ញុំវិញហើយម្ដាយរបស់ពួកគេក៏បានប្រាប់ពួកគេថាខ្ញុំប្រាប់ឲ្យពួកឯងហើយថាឲ្យចេះចែករំលែកគ្នាហើយយើងឃើញបងគេនោះកំពុងតែប្រឹងលួងប្អូនអាបងគេក៏បាននិយាយថាចាំបងទីចាប់ខ្ញុំជ្រួចឲ្យឯងណាប៉ុន្តែពេលនោះក៏បានឃើញពពង់រស័យដាក់ទឹកមួយនៅលើក្បាលរបស់គេធ្វើឲ្យគេមានការឆ្ងល់បន្តិចពេលដែលឃើញភ្លាមគេក៏បានសប្បាយចិត្តជាខ្លាំងមួយភ្នែកសោះកម្មយ៉ងរត់លឿនដូចហោះចឹងបាត់ស្មោកចឹងក៏មកប្រជាអធិការវត្តក៏បានធ្វើដំណើរទៅបន្តយើងក៏បានឃើញទៀតថាដូចជាមានអ្នកណាម្នាក់កំពុងតែក្លុំមើលប្រជាអធិការវត្តរបស់យើងគឺសម្លេងបរិបពីរនាក់កំពុងតែនិយាយគ្នារួចពួកគេក៏បាននិយាយគ្នាថាបរាជ័យហើយអាម្នាក់ក៏បាននិយាយថាស្អីគេក៏បានបន្តនិយាយប្រាប់គ្នាថាមានមនុស្សម្នាក់បានមករំខានទើបធ្វើឲ្យគេមានឯផ្ដាច់ជីវិតបានហើយអានេះទៀតក៏បានថាតើមានអ្វីកើតឡើងទៅដេកក៏វាខ្លាំងម្ល៉េះតើពួកយើងគួរតែធ្វើបែបណាទេបាទដកថយភ្លាមហើយកាត់ផ្ដាច់ទំនាក់ទំនងជាមួយអាម្នាក់នោះទៅតើពួកយើងកំពុងតែបោះបង់ចោលទីតកដល់ពួកកែម្នាក់ចោលដោយសារតែរឿងថោកឆ្គងមកហើយទូចបែបនឹងឬជារបៀបដែលពួកយើងរស់រីមានជីវិតបានមករហូតមកកំហុសត្រឹមតែបន្តិចបន្តួចក៏អាចធ្វើឲ្យប្រសាទដ៏រឹងមាំមួយដូចគឺយើងដែលគួរឲ្យស្ដាយត្រូវបោះបង់គេចោលប៉ុន្តែច្បាប់នៅតែជាច្បាប់យើងត្រូវតែធ្វើតាមនេះពួកគេក៏បានស្ងាត់មាត់អស់ទៅបន្ទាប់មកយើងក៏បានឃើញការភ្នែកពីរកំពុងតែវាចេញមកនេះគឺជាពស់ហើយក៏បានឮសំឡេងខុងគោកក្បាលរបស់សុហងបាននិយាយថាតើឯងនៅសម្រាប់មនុស្សសងឈប់ទៀតត្រឹមនឹងទៅយើងឃើញពស់នោះបំរុងនឹងបកាវិភាទៅកាន់សុហងនៅតែបន្តឮសំឡេងនោះនិយាយទៀតថាទៅរស់នៅជីវិតរបស់ឯងទៅហើយសុហងក៏បានស្រែកថាស្ងាត់មករំទៀងបើកៅវិភាទៅពស់នោះដាច់ជាកង់សុហងមានការខំជាខ្លាំងហើយក៏បាននិយាយថាអញស្ទាក់សើក៏ព្រោះដែលឯងយល់រឿងអត់ប្រយោជន៍មកនិយាយដែរបែបនេះរហូតគេក៏បានគិតនៅពេលដែលកម្មយ៉ងចាប់គេមុននេះបន្តិចសុហងក៏មានការខំសប្បាយជាខ្លាំងចំពោះកម្មយ៉ងគេក៏បានស្រមៃឃើញកម្មយ៉ងនិយាយមកកាន់គេថាឯងស្ទាក់សើមែនទេពុតមែនទេក៏បានកាប់ស្រមោរាងកាយរបស់កម្មយ៉ងជា3ជា4ចំណែកហើយព្រមតែស្រែកថាស្ងាត់មាត់ទៅមនុស្សក្រអឹកក្រព្រមថប់ទៀតភាពទៅហងពេលនេះដូចជាមនុស្សបាត់បង់ស្មារតីមិនអាចគ្រប់គ្រងខ្លួនឯងបានមើលតែកាប់ភ្នែកទៅគឺឡើងក្រហមស្ញាល់គេក៏បានគិតទៅដល់កម្មយ៉ងហើយបាននិយាយថាឯហ៊ានសំនឹងមើលយើងបែបនេះដោយរបៀបណានិយាយថាសូហងមានការខឹងជាខ្លាំងហើយក៏បាននិយាយទៀតថាអញនឹងកាត់សាច់ឯងឲ្យជាចំណិចមើលទៅរបៀបដែលឯងការពារវាបែបនេះឯងប្រកាសជាបពួកអាកណ្ដុរចាស់នោះហើយចាំអញកាត់ក្បាលវារួចសឹមមកដោះស្រាយជាមួយនឹងឯងទៅពីក្រោយសាច់រឿងកាត់មកដល់កម្មយ៉ងវិញយើងកំពុងតែឃើញកម្មយ៉ងកំពុងតែបោកភ្នែកពិនពងមាត់ដោយសារកម្មយ៉ងរបស់យើងគេមានលក់រួចកម្មយ៉ងរបស់យើងក៏បានងើបមកអង្គុយរួចក៏បានគិតម្នាក់ឯងថាខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាបានភ្លេចអ្វីមួយយ៉ាងដែលសំខាន់ណាស់អញ្ចឹងភ្លាមនោះកម្មយ៉ងក៏បាននឹកឃើញរឿងអ្វីមួយយ៉ាងហើយក៏បាននិយាយឡើងថាខ្ញុំអត់បានញ៉ាំអីពេលយប់ផងហ្នឹងអូយឃ្លានស្លាប់ហើយខ្ញុំយប់ស្ងាត់តែសភាពនៅក្នុងវត្តអារាមវិហារសៅលីងយើងក៏បានឮគេកំពុងតែសូត្រធម៌នៅក្នុងបន្ទប់មួយពោពេញទៅដោយសំឡេងធម៌និងរូបបដិមាគោដ៏ធំយើងក៏ឃើញទៀតថាប្រជាអធិការវត្តកំពុងតែសូមសិលនិងសូត្រធម៌នៅក្នុងយាមលោកទ្វារក៏បានរបាក់ឡើងយើងឃើញស្រមោលមនុស្សនេះនៅខាងក្រៅទ្វារនោះកំពុងតែសម្ដៅមករកប្រជាអធិការវត្តរបស់យើងអ្នកមកមិនគួរមកប៉ុន្តែអ្នកដែលមិនគួរមកក៏មកនោះគឺជាភ្ញៀវដែលមិនបានជើងគឺបិសាចដើរមុខក្រហមរបស់យើងជាឃើញថាប្រជាអធិការវត្តមិនដឹងសំបីតាមដេចថាមានគេមកខ្ញុំសូមបញ្ចប់សាច់រឿងរបស់យើងត្រឹមតែប៉ុណ្្នេះសិនចាំជួបគ្នានៅថ្ងៃក្រោយទៀតបាយអ្នកនរគ្នា